nhóm chưa mình nè đại mình sâu cho chặt càng như thế mà này vậy rồi đáp nhóm chưa mình nè đại chơi mình tên xong bay tại tẹt luôn ai nơi họ ngày nó còn sâu chỉ miền pe mà sắm ăn mà này chẳng ngay ban chơi ngày này nhóm miềnឧបករណ៍មេផ្ទះមួយមកជួយសម្រួលការងាររបស់ខ្ញុំនេះគឺជាម៉ាស៊ីនមេផ្ទះវៃឆ្លាតមួយដែលជួយសម្អាតផ្ទះរបស់យើងម៉ាក Derma X90 Ultra ដែលវាគឺជាចំនួនចុងក្រោយតែម្ដងនិយាយទៅវាជួយសម្រួលការងារផ្ទះរបស់ខ្ញុំបានច្រើនមែនទែនដូចអ្នកបង្ងើខ្ញុំអញ្ចឹងវាធ្វើការសម្អាតបានយ៉ាងស្អាតជាមួយអំបោះទឹករបស់វាទាំងពីរហ្នឹងដែលវាដើរដោយប្រព័ន្ធ AI ទាំងស្រុងតែម្ដងអ្នកទាំងអស់គ្នាទាំងការសម្អាតនិងការស្គាល់នៅវត្ថុផ្សេងៗនៅជុំវិញខ្លួនវាហ្នឹងគឺវាប្រើប្រាស់ AI ទាំងអស់ហើយសម្រាប់ឧបករណ៍មួយនេះនៅពេលដែលផ្ទះរបស់យើងសម្បូរទៅដោយសក់ឬក៏រោមសត្វផ្សេងៗដែលមាននៅក្នុងបន្ទប់របស់យើងឬក៏នៅក្នុងផ្ទះរបស់យើងហ្នឹងគឺឧបករណ៍នេះមានមុខងារមួយគឺវាអាចធ្វើការកាត់បំផ្លាញនៅសក់ឬក៏រោមសត្វផ្សេងៗហ្នឹងបានយ៉ាងល្អមែនទែនដើម្បីកុំឲ្យវាជពាក់នៅក្នុងម៉ាស៊ីនណាអញ្ចឹងឧបករណ៍នេះគឺឆ្លាតជាងគេឧបករណ៍នេះការប្រើប្រាស់របស់វាគឺស្រួលមែនទែននៅពេលដែលខ្ញុំយកវាមកដំបូងខ្ញុំគិតថាពិបាកប្រើក៏ប៉ុន្តែគឺងាយស្រួលស្ទើរតែមិននឹកស្មានដល់តែម្ដងដែលយើងគ្រាន់តែយកមកដល់យើងគ្រាន់តែដោះវាចេញពីប្រអប់ហើយយើងដោតភ្លើងវាសិនហើយបន្ទាប់មកគឺយើងប្រើប្រាស់ជាមួយទៅនឹងទឹកស្អាតដាក់នៅក្នុងធុងខាងស្ដាំអញ្ចឹងគឺអ្នកទាំងអស់គ្នាគ្រាន់តែដាក់ទឹកស្អាតចូលទៅគឺអ្នកទាំងអស់គ្នាអាចធ្វើការប្រើប្រាស់ឧបករណ៍មួយនេះបានយ៉ាងមានភាពងាយស្រួលមែនទែនហើយចំណែកឯធុងខាងឆ្វេងគឺជាសម្រាប់ដាក់ទឹកកខ្វក់អញ្ចឹងទឹកស្អាតដែលវាបានធ្វើការសម្អាតហើយគឺវាបានធ្វើការត្រងដើម្បីយកវាមកទុកនៅក្នុងធុងខាងឆ្វេងសម្រាប់ឧបករណ៍មួយនេះគឺវាស្គាល់ object ច្រើនមែនទែនដល់ទៅ400ជាងឯណោះអញ្ចឹងយើងមិនចាំបាច់ភ័យថាយើងប្រើប្រាស់ទៅគឺវាបុកនេះបុកនោះឬក៏វាធ្លាក់ឬក៏វាអីអត់ទេគឺឧបករណ៍នេះគឺឆ្លាតមែនទែនគឺវាដឹងមែនទែនថាអ្វីដែលនៅខាងមុខវាអ្វីដែលជាឧបសគ្គរបស់វាអញ្ចឹងនៅពេលដែលយើងប្រើប្រាស់វាគឺយើងអត់ធ្វើអីទេនិយាយសួរស្ដាប់យើងគ្រាន់តែ click មួយឲ្យវាដំណើរការសម្អាតរួចជាការស្រេចអញ្ចឹងនៅពេលដែលវាសម្អាតហើយវាធ្វើដំណើរទៅកាន់ផ្ទះរបស់វាវិញគឺវាធ្វើការដកនៅកំទេចកំទីផ្សេងៗដែលវាបានបូមហ្នឹងគឺវាដាក់ចូលទៅក្នុងម៉ាស៊ីនតែម្ដងគឺយើងអត់ចាំបាច់ធ្វើការដូរដោយខ្លួនឯងទេហើយមួយទៀតគឺវាប្រើប្រាស់នៅកម្រាលជូត2ដែលវាមានសមត្ថភាពសម្រាប់មេរោគសម្អាតបានយ៉ាងល្អមែនទែនសម្រាប់លក្ខណៈពិសេសរបស់ឧបករណ៍មួយនេះគឺវាអាចធ្វើការបោកនៅកណាត់ជូតនិងធ្វើការបូមសម្រាមចូលទៅក្នុងថង់ដែលស្វ័យប្រវត្តិតែម្ដងសម្រាប់កម្លាំងបូមរបស់វាវិញគឺវាមានសមត្ថភាពបូមដល់ទៅ 28000 ប៉ាស្កាល់ឯណោះគឺវាអាចបូមធូលីសក់ឬក៏កម្ទេចអីផ្សេងៗបានយ៉ាងពិសេសមែនទែនសម្រាប់ឧបករណ៍មួយនេះគឺវាប្រើប្រាស់នៅ LDS LiDAR Smart Navigation ដែលវាអាច scan ប្លង់ផ្ទះរបស់យើងបាន360ដឺក្រេតែម្ដងសម្រាប់ឧបករណ៍មួយនេះគឺវាមានថាមពលថ្មដល់ទៅ5100 មីលីអាំពែម៉ោងហើយសម្រាប់ការសម្អាតរបស់វាគឺយើងអាចប្រើប្រាស់វាបានដល់ទៅ260នាទីដែលវាអាចសម្អាតផ្ទះរបស់យើងបានដល់ទៅ300ម៉ែត្រការ៉េណោះវាមាន AI កាមេរ៉ា sensor 2គ្រាប់ដែលវាអាចធ្វើការចាប់សញ្ញាផ្សេងៗដើម្បីជៀសវាងការធ្លាក់ឬក៏ការប៉ះទង្គិចផ្សេងៗធុងទឹកស្អាតរបស់វាគឺយើងអាចដាក់បានដល់ទៅទឹកចំនួន4លីត្រឯណោះធំមែនតើហើយសម្រាប់ធុងផ្ទុកធូលីរបស់វាគឺមានចំណុះដល់ទៅ3លីត្រដែលយើងអាចប្រើប្រាស់វាបានដល់ទៅ120ថ្ងៃអត់បញ្ហាហើយសម្រាប់ការបោកសម្អាតនិងកម្រាលជូតរបស់វាវិញគឺវាប្រើប្រាស់នៅទឹកក្តៅដល់ទៅ100អង្សាដើម្បីធានាថាការសម្អាតរបស់វាគឺអាចសម្លាប់មេរោគបានយ៉ាងល្អនិយាយទៅឧបករណ៍មេផ្ទះមួយនេះគឺវាអត់មានអីស្មុគស្មាញទេគឺយើងគ្រាន់តែឲ្យវាសម្អាតគឺវាធ្វើការសម្អាតហើយវាចូលទៅក្នុងកន្លែងសាកថ្មរបស់វាវិញដល់ខ្លួនឯងតែម្ដងគឺយើងអត់ចាំបាច់បញ្ជាវាទេគឺវាសម្អាតហើយគឺវាចូលផ្ទះវាវិញដល់ខ្លួនឯងឧបករណ៍នេះគឺយើងអាចភ្ជាប់វាជាមួយទៅនឹង Mi Home បានហើយវាក៏អាចប្រើប្រាស់ជាមួយទៅនឹង Google Home ឬក៏ Alexa បានផងដែរហើយអ្វីដែលខ្ញុំចូលចិត្តពីឧបករណ៍មេផ្ទះមួយនេះគឺនៅពេលដែលខ្ញុំចេញក្រៅគឺខ្ញុំអាចធ្វើការបញ្ជាវាពីចម្ងាយបានដែលខ្ញុំអត់ចាំបាច់តទៅនៅនឹងកន្លែងហ្នឹងទេដោយសារតែម៉ាស៊ីនមួយនេះគឺវាភ្ជាប់ជាមួយទៅនឹង Wi-Fi នៅផ្ទះរបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំទៅក្រៅខ្ញុំគ្រាន់តែបញ្ជាវាឲ្យវាសម្អាតគឺវាសម្អាតតែម្ដងក៏ប៉ុន្តែយើងក៏អាចធ្វើការ schedule វាបានផងដែរឡើយយើងកំណត់ថាតើពេលណាដែលយើងចង់ឲ្យវាសម្អាតដោយខ្លួនឯងបានយ៉ាងមានភាពងាយស្រួលមែនទែនអញ្ចឹងឧបករណ៍មួយនេះគឺពិតជាស័ក្តិសមមែនទែនសម្រាប់ផ្ទះឬក៏អាផាតមិនដែលមានសត្វចិញ្ចឹមច្រើនហើយពិសេសសម្រាប់គ្រួសារឬក៏អ្នកដែលមមាញឹកអត់សូវមានពេលសម្អាតដូចខ្ញុំអញ្ចឹងណាហើយមួយទៀតគឺសម្រាប់អ្នកដែលមិនចង់មានភាពស្មុគស្មាញដែលយើងប្រើប្រាស់នៅឧបករណ៍តែមួយអាចធ្វើការបូមទូលីផងនិងសម្អាតផងអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាត្រូវការឧបករណ៍មេផ្ទះដើម្បីយកវាមកសម្អាតផ្ទះមួយនេះអ្នកទាំងអស់គ្នាអាចធ្វើការតាក់ទងទៅកាន់ Derma Cambodia បាន